ការពីនៅតូចខ្ញុំជឿថាយ៉ាងហោចណាស់ក៏មានម្ដងដែរដែលអ្នកនរគ្នាធ្លាប់ឮតាយាយពុកម៉ែចាស់ដែលគាត់តែងតែនិយាយថាការពីជំនាន់គាត់នៅរៀនគាត់រៀនតែក្រោមដើមឈើទេពេលរៀនក្របធ្លាក់មកអញ្ចឹងទៅហើយពេលហ្នឹងពួកយើងនៅក្មេងៗយើងស្ដាប់ហើយយើងមានអារម្មណ៍ថាវាគួរឲ្យអស់សំណើចខ្លាំងមែនទែនដែលរៀនក្របហោះមកគាត់ថាពេលដែលគាត់កំពុងតែអង្គុយរៀនសុកនៅក្រោមដើមឈើហ្នឹងក្របហោះមកគាត់រត់ព្រាតពួនអញ្ចឹងទៅប៉ុន្តែយើងក្មេងៗជំនាន់ក្រោយយើងបែរជាស្ដាប់ហើយយើងមានអារម្មណ៍ថាវាគួរឲ្យអស់សំណើចយើងមានអារម្មណ៍ថាវាយើងសោចខ្ញុំធ្លាប់ការខ្ញុំរៀនទី6លោកគ្រូខ្ញុំបានគាត់បាននិយាយថាកាលពីគាត់នៅរៀនកាលពីក្មេងក៏គាត់ធ្លាប់និយាយអញ្ចឹងដែរហើយពេលនោះពេលដែលគាត់និយាយអញ្ចឹងមកគឺមិត្តរួមថ្នាក់ទាំងអស់ហ្នឹងគឺគាត់សោចអីចឹងទៅសោចដោយសារអីដោយសាររៀនក្រោមដើមឈើហើយក្របធ្លាក់គាត់រត់ពូនរត់អីចឹងទៅបែរជារឿងកំប្លែងសោចអីចឹងទៅដោយសារអីដោយសារពួកខ្ញុំអត់ដែរជួបអព្រឹត្តិការណ៍ទាំងអស់ហ្នឹងប៉ុន្តែឥឡូវយើងក៏បានឃើញម្ដងទៀតនៅក្នុងសម័យនេះយើងតែងតែគិតថាល្អហើយប៉ុន្តែបែរជាយើងឃើញព្រឹត្តិការណ៍ទាំងអស់ហ្នឹងម្ដងទៀតគឺក្មេងៗជនភៀសសឹកកំពុងតែជួបបញ្ហាទាំងអស់ហ្នឹងគឺគាត់រៀនក្រោមដើមឈើពេលអញ្ចឹងទៅមានអារម្មណ៍ថាវាពិបាកខ្លាំងមែនតើយើងនៅកន្លែងដែលមានសុវត្ថិភាពយើងមានសាលារៀនត្រឹមត្រូវហើយសាកសម័យទៅកាន់ពួកគាត់អត់មានសាលារៀនពួកគាត់ត្រូវឃ្លាតឆ្ងាយពីផ្ទះបែកមិត្តភ័ក្តិដោយឡែកប្រទេសចង្រៃនឹងវាអត់ព្រមធ្វើការឈប់បាញ់មកលើប្រទេសយើងទេវារាល់ថ្ងៃហ្នឹងខ្ញុំអត់ដឹងថាខួរក្បាលរបស់វាគិតអីទេពីមួយថ្ងៃទៅមួយថ្ងៃវាជិះយន្តហោះមកទម្លាក់គ្រាប់លើប្រទេសយើងចេញចូលប្រទេសយើងដូចទេសចរវាជិះលេងឲ្យធ្វើបាបប្រជាជនខ្មែរយើងខ្លាំងមែនតើវាអត់អសូរវាប្រទេសវាមានសាសនាព្រះពុទ្ធដូចយើងដែរប៉ុន្តែអត់ដឹងថាមូលហេតុអីវាធ្វើរឿងអញ្ចឹងកើតឡើងទៅរួចអញ្ចឹងវីដេអូនេះខ្ញុំអត់មានអីច្រើនទេខ្ញុំគ្រាន់តែនិយាយតិចតួចតាក់ទងនឹងក្មេងៗប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថាឆាប់នេះឆាប់ខាងមុខនេះប្រទេសយើងនឹងមានសុខសន្តិភាពឡើងវិញហើយក្មេងៗជនភៀសសឹកទាំងអស់គាត់បានទៅជួបជុំគ្រួសាររបស់គាត់ឡើងវិញចឹងអរគុណខ្លាំងមែនទែនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំជូនពរដល់អ្នកគ្នាសុខភាពល្អសំណាងល្អជួបគ្នាវីដេអូក្រោយទៀតបាយប្រទេសកម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាពយើងចង់បានសន្តិភាពយើងជួបជុំគ្នាថ្ងៃនេះនៅក្នុងស្មារតីខ្មែរតែមួយផ្ញើសារជូនដល់មនុស្សជុំវិញពិភពលោកទាំងអស់ឲ្យដឹងថាប្រជាជនកម្ពុជាស្រឡាញ់សន្តិភាពប្រជាជនកម្ពុជាត្រូវការសន្តិភាពយើងជាកូនខ្មែររួមគ្នាថែមរតក